ក្បួនចាយលុយមិនចេះអស់ពីដៃមនុស្សជាច្រើនតែងតែរអ៊ូរឿងចាយលុយមិនដែលសល់ឬចាយលុយសល់ថ្ងៃពោលគឺមិនទាន់ដល់ថ្ងៃបើកលុយផងចាយលុយអស់បាត់ដូច្នេះដើម្បីជាដំណោះស្រាយបងប្អូនត្រូវធ្វើរឿងមួយចំនួនដើម្បីរៀបចំចាត់ចែងលុយឡើងវិញជៀសវាងបញ្ហាលុយហើយសល់លុយចាយមិនចេះអស់1ចេះសន្សំមនុស្សជាច្រើនចេះរកលុយតែមិនចេះចាត់ចែងលុយជាពិសេសគឺមិនចេះសន្សំលុយការមិនចេះសន្សំលុយនេះគឺជាឫសគល់ដែលធ្វើឲ្យអ្នកអាចជួបបញ្ហាដាច់លុយព្រោះតែចាយលុយអស់ពីដៃដូច្នេះអ្នកត្រូវចេះសន្សំពោលគឺរកលុយបានត្រូវតែដកមួយផ្នែកយកមកសន្សំសិនមុននឹងយកលុយទៅចំណាយលើរឿងផ្សេងៗក្នុងការរស់នៅឧទាហរណ៍ប្រាក់ខែ$500អាចដកសន្សំ 10% ឬទៅ 20% ហើយអនុវត្តជារៀងរាល់ខែអ្នកនឹងសល់លុយមិនខាន2បង្កើនចំណូលបើដឹងថាអ្នកចាយមិនគ្រប់គ្រាន់អ្នកត្រូវតែប្រឹងប្រែងធ្វើការដើម្បីបង្កើតចំណូលកាន់តែច្រើនពេលខ្លះបើយើងធ្វើការលេងលំមិនប្រឹងប្រែងយើងត្រឹមតែបានលុយសម្រាប់ចាយគ្រប់គ្រាន់ហើយពេលខ្លះអាចខ្វះខាតក្នុងការរស់នៅទៀតផងអញ្ចឹងបើចំណូលទាបព្យាយាមបង្កើនចំណូលបន្ថែមដើម្បីដោះស្រាយបញ្ហាខ្វះលុយ3សន្សំលុយបម្រុងពេលមានអាសន្ននៅក្នុងការរស់នៅមានរឿងរ៉ាវច្រើនដែលកើតឡើងដោយយើងមិនអាចដឹងមុនហើយរឿងទាំងនោះទៀតសោតគឺធ្វើឲ្យយើងត្រូវចំណាយលុយដូចជាការឈឺថ្កាត់និងការបាត់បង់ការងារជាដើមដូច្នេះដើម្បីកុំឲ្យអ្នកជួបបញ្ហាលុយអ្នកគួរមានកញ្ចប់សន្សំសម្រាប់បម្រុងពេលមានអាសន្នការធ្វើបែបនេះគឺជារឿងដ៏ល្អព្រោះយើងមិនងាយមានបញ្ហារឿងលុយឡើយ4វិនិយោគលុយរបស់អ្នកចំណុចនេះពិតជាសំខាន់ហើយបើអ្នកធ្វើបានអ្នកនឹងចាយលុយមិនចេះអស់នោះទេគេថាបើចង់មានត្រូវចេញរកស៊ីនិងត្រូវចេះប្រើលុយទៅបង្កើតលុយបន្តតាមរយៈការវិនិយោគនេះសោតវាទាមទារឲ្យអ្នកសិក្សាស្វែងយល់ពីឱកាសវិនិយោគនីមួយៗដើម្បីឲ្យអ្នកដឹងថាតើឱកាសវិនិយោគណាសមស្របសម្រាប់អ្នកហើយបើកាលណាអ្នកសិក្សាស្វែងយល់បានច្បាស់លាស់ក្នុងការកាត់បន្ថយហានិភ័យឲ្យទៅនៅទាបឱកាសវិនិយោគអាចមានច្រើនដូចជាអចលនទ្រព្យការចូលហ៊ុនវិនិយោគក្នុងអាជីវកម្មការវិនិយោគលើហាងឆេងមាសវិនិយោគលើចំណេះជំនាញនិងវិនិយោគលើសារហ៊ុនជាដើម